យើងអត់ដែលដឹងថាទូរស័ព្ទរបស់យើងជាប់ setting មួយហ្នឹងឯងក៏ប៉ុន្តែរាល់ពេលដែលមានការ call ហៅចូលមក call មកកាន់យើងគឺភាគច្រើនពិបាកក្នុងការទំនាក់ទំនងខ្លាំងហើយយើងអត់ដឹងថាទូរស័ព្ទរបស់យើងគឺជាប់អីឯងខ្ញុំក៏ជាអ្នកជាប់ដូចគ្នាដែរតែទៅនឹងការជាប់ setting មួយនេះភាគច្រើនគឺកើតមានឡើងនៅលើទូរស័ព្ទដៃ iPhone ហើយការជាប់បែបនេះគឺគេហៅថាជាប់ទៅលើ setting voicemail អញ្ចឹងយើងគ្រាន់តែចូលមកកាន់ setting ទូរស័ព្ទដៃរបស់យើងចុចទៅលើ setting ហើយយើងយកពាក្យថា research បន្ទាប់មកយើងវាយពាក្យថា voicemail មកគឺអូខេហើយអញ្ចឹងអ្នកគ្នានឹងឃើញពាក្យថា live voicemail នៅលើអេក្រង់ទូរស័ព្ទដៃរបស់យើងបែបហ្នឹងអញ្ចឹងនៅពេលដែលអ្នកគ្នាឃើញសញ្ញាខៀវរូប call ហ្នឹងហើយអ្នកគ្នាចុចលើវាទៅដល់ពេលអ្នកគ្នាចុចលើវានឹងរត់មកកាន់ setting ឲ្យយើងចូលកំណត់របស់វាបន្ថែមអញ្ចឹងយើងទៅអូសមកខាងក្រោមអញ្ចឹងតើតើនឹង live voicemail ហ្នឹងបើសិនជាកន្លែងហ្នឹងមានសញ្ញាបែកតងបែបនេះគឺយើងត្រូវតែបិទវាបើយើងអត់បិទវាទេអ្នកដែលតាក់ទងមកយើងគឺពិបាកខ្លាំងមែនទែនក្នុងការតំណតំណងមកកាន់យើងផ្ទាល់អញ្ចឹងយើងគ្រាន់តែបិទវាទៅរួចជាការស្រេចនោះអ្នកដែលគាត់តាក់ទងមកយើងគឺអត់មានបញ្ហាពិបាកទៀតទេអញ្ចឹងបើសិនជាអ្នកគ្នាអ្នកដែលជាប់ដូចខ្ញុំអាច comment នៅខាងក្រោមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ